ជាកិច្ចចាប់ដើមនេះខ្ញុំសូមគោរពលោកគ្រូនាយកថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូមេដាបៃតានិងមិត្តភ័ក្តិទាំងអស់ដែលមានវត្តមាននៅទីនេះអ្នកខ្ញុំឈ្មោះវាសនាសេរីនៃរដ្ឋមានអាយុ8ឆ្នាំអ្នកខ្ញុំមានឈ្មោះប៊ុនសាងចាន់ម៉ូនីមានអាយុ10ឆ្នាំខ្ញុំបាទឈ្មោះវណ្ណថាតារាឥឡូវខ្ញុំមានអាយុ9ឆ្នាំខ្ញុំបាទឈ្មោះរ៉េរក្សាមានអាយុ10ឆ្នាំនាងខ្ញុំតំណាងក្រុមទី7ពួកយើងជាសារៀននៅថ្នាក់ទី4កនៃសាលារៀនបញ្ញវន្តខ្មែរមានទីតាំងនៅស្រុកស្អាងខេត្តកណ្ដាលថ្ងៃនេះនាងខ្ញុំសូមមកបកស្រាយប្រធានបទមួយដែលមានចំណងជើងថាខ្សែអាហារសូមចាប់ផ្ដើមភាវៈរស់របស់ជីវដូចជាមនុស្សសត្វមិនអាចផលិតអាហារដោយខ្លួនឯងបានឡើយវាទទួលបានអាហារតាមការស៊ីនិងសារពាង្គកាយដទៃទៀតរុក្ខជាតិបៃតងជាភាវៈរស់ស្វ័យជាតិព្រោះវាអាចផលិតអាហារដោយខ្លួនឯងបានរុក្ខជាតិបៃតងផលិតអាហារតាមដំណើររស្មីសញ្ញោករុក្ខជាតិបៃតងជាអ្នកដល់អាហារដល់មនុស្សនិងសត្វហៅថាអ្នកផលិតការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមប្រកល់ការបកស្រាយទៅកាន់មិត្តរបស់ខ្ញុំឈ្មោះម៉ូនីភាវៈទាំងអស់ដែលអាស្រ័យរុក្ខជាតិបៃតងជាអាហារគេហៅថាអ្នកប្រើប្រាស់ឧទាហរណ៍ដង្កូវស៊ីស្លឹករុក្ខជាតិដូចនេះដង្កូវជាអ្នកប្រើប្រាស់ចំណែកស្លឹករុក្ខជាតិជាអ្នកផលិតការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមប្រកល់ការបកស្រាយនេះទៅកាន់មិត្តរបស់ខ្ញុំឈ្មោះអេឡេតការផ្ទេរថាមពលអាហារពីអ្នកផលិតទៅអ្នកប្រើប្រាស់ថាខ្សែអាហារស្មៅគឺជាអាហាររបស់ក្តាមក្តាមគឺជាអាហាររបស់ខ្លាស្លឹកគឺជាអាហាររបស់ដង្កូវគឺជាអាហាររបស់ចាប់ស្រូវគឺជាអាហាររបស់មាន់គឺជាអាហាររបស់មនុស្សបើសិនគ្មានសត្វតូចទេនោះក៏គ្មានសត្វធំដែរដោយសារកណ្ដោស៊ីស្រូវជាអាហារដូចនេះដំណាំរបស់ប្រជាពលរដ្ឋត្រូវបានវាសនាអស់ការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមប្រកល់ការបកស្រាយទៅកាន់មិត្តខ្ញុំឈ្មោះរក្សាស្រូវគឺជាអាហាររបស់កណ្ដោគឺជាអាហាររបស់ពស់គឺជាអាហាររបស់មនុស្សប្រសិនបើមនុស្សនាំគ្នាចាប់យកសត្វពស់មកធ្វើអាហារអស់នោះយើងនឹងឃើញបរិមាណកណ្ដោនឹងកើនឡើងយ៉ាងលឿនព្រោះក្នុងមួយឆ្នាំកណ្ដោអាចបង្កើតកូនចៅបានប្រហែល100ក្បាលការបកស្រាយរបស់ពួកយើងត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា